យងកថាសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានរឿងមួយដើម្បីយកមកចែករំលែកជូនបងប្អូនទាំងអស់គ្នាស្ដាប់កំសាន្តតោះចង់ដឹងហេតុការណ៍យ៉ាងណាចូលស្ដាប់ទាំងអស់គ្នាហើយបងប្អូនកុំភ្លេចជួយចុច Subscribe និងជួយខ្ញុំម្នាក់មួយផងដើម្បីជាកម្លាំងចិត្តឥឡូវចូលសាច់រឿងតែម្ដងទៅភ្ជុំបិណ្ឌឆ្នាំទៅខ្ញុំបានទៅលេងស្រុកនៅខេត្តតាកែវខ្ញុំក៏បានយកចង្ហាន់ទៅវត្តដោយប្រជាជនទូទៅដែរក្នុងចិត្តរីករាយខ្លាំងណាស់ព្រោះម្យ៉ាងបានកំសាន្តអារម្មណ៍ផងខ្ញុំក៏បានទៅដាក់ចង្ហាន់ព្រះសង្ឃរួចហើយក៏ស្ដាប់ធម៌ទេសនាទៀតផងយប់ទី1មិនមានអ្វីប្លែកទេគ្រាន់តែពេលខ្ញុំបានដើរកាត់ស្រះទឹកមួយកន្លែងដែលគេបានទុកចោលមិនមាននរណាទៅដងទឹកឬក៏ប្រើប្រាស់ទឹកនៅកន្លែងនោះទេហើយនៅជិតនោះក៏មានកន្លែងចាក់ដីពីរដែរខ្ញុំគិតថាប្រហែលជាចែកដីម្ចាស់ស្រះហើយព្រោះឃើញសភាពស្រះមិនមានការត្រួសត្រាយអ្វីទេនៅព្រៃស្ដុកពេញហ្នឹងខ្ញុំបានសួរបងប្រុសខ្ញុំដែលដើរជាមួយគ្នាគាត់ថាកុំមាត់អ្វីទាំងអស់ហើយកុំសួរគិតតែពីដើរទៅប្រញាប់ទៅផ្ទះមកដល់ចំណុចនេះខ្ញុំរត់តែសង្ស័យហើយព្រោះធម្មតារឿងដែលគេមិនចង់ឲ្យដឹងគឺចង់ដឹងណាស់មនុស្សយើងតែប៉ុណ្ណឹងហើយខ្ញុំក៏បានមិនមានមាត់ក៏អ្វីទៀតដែរប៉ុន្តែហាក់បីដូចជាមានអារម្មណ៍ថាមាននរណាម្នាក់កំពុងតែសម្លឹងមករកខ្ញុំក៏កលៀសភ្នែកកតុយភ្នែកឃើញចង់ភ្នែកតែមិនច្បាស់សង្ស័យតែដើមឈើឬក៏ដើមចេកដែលនៅក្បែរមាត់ទឹកព្រោះកាលណាតែមានខ្យល់បក់មកស្លឹកឈើក្រោមមានកងឹតផងមើលឃើញស្តៀងដៃមនុស្សបក់ហៅម្ដងមកកាលដែរតាយប់ទី2ពេលនោះខ្ញុំកំពុងដើរកាត់ស្រះទឹកនោះម្ដងទៀតខ្ញុំតាំងចិត្តថានឹងរកមើលថាមាននរណាកំពុងតែសម្លឹងមករកខ្ញុំអត់ពិតមែនភ្លាមនោះខ្ញុំឃើញមនុស្សស្រីសក់វែងរូបរាងប្រហែលជាអាយុក្បែរ20អីហ្នឹងកំពុងឈរក្រោមដើមចេកមួយធំក្បែរមាត់ទឹកកំពុងឈរមើលមកខ្ញុំយប់នោះមេឃខែមិនទាន់ងងឹតឆឹងអីទេខ្ញុំឃើញយ៉ាងច្បាស់ក៏ប្រាប់បងប្រុសខ្ញុំគាត់តែលឺភ្លាមទឹកមុខគាត់ប្រែភ័យស្លេកបបួយមាត់ខ្ញុំក៏សួរទៅគាត់ដើម្បីឲ្យអស់ចិត្តបងមានរឿងអីមែនបងប្រាប់ហើយឃើញអីក៏មាត់បងមានបញ្ហាអីមែនខ្ញុំឃើញមានមនុស្សស្រីកំពុងតែសម្លឹងមករកពួកយើងមែនណាបងគួរតែសួរបន្តិចអត់ក្រែងគាត់ស្គាល់ហើយចង់ពឹងពាក់អីណាបងគ្នាស្រីម្នាក់ឯងផងហើយវាថៃក្នុងខ្លួននឹងបានជាចង់ដឹងម្លេះឯងមិនគិតទេមើលនោះស្រីអាណាមកឈោម្នាក់ឯងកដាលយប់ហើយបើមានមែនមិនគិតមើលទេអីមនុស្សឯណាដែលមកឈោអីអាត្មានឹងដោយសារតែមិនចំប្រកែកសួរដេញដោលច្រើនខ្ញុំក៏បន្តដំណើរទៅផ្ទះវិញតែមិនអស់ចិត្តសោះព្រោះខ្ញុំពិតជាដឹងថាអ្វីដែលខ្ញុំឃើញពិតមិនមែនមនុស្សទេតែខ្ញុំមិនដែលខ្លាចទេខ្ញុំរត់តែចង់ដឹងលុះស្អែកឡើងខ្ញុំក៏បានលួចទៅទីនោះម្នាក់ឯងព្រោះការចង់ដឹងនេះហើយពេលខ្ញុំទៅដល់ស្រាប់តែអត់ឃើញនារីម្នាក់នោះទេខ្ញុំក៏ដើររជុំវិញមួយស្របក់ក៏នៅតែអត់ឃើញខ្ញុំក៏គិតថាប្រហែលជាខ្ញុំព្រើភ្នែកមែនទៅដឹងប៉ុន្តែអារម្មណ៍របស់ខ្ញុំមិនដែលខុសទេខ្ញុំក៏សាកនិយាយខ្ញុំមកទីនេះបំណងល្អទេព្រោះតែមាននិស្ស័យទើបខ្ញុំបានឃើញហេតុនេះបើមានអ្វីត្រូវការពឹងពាក់ខ្ញុំអាចចេញមកនិយាយជាមួយគ្នាបានគ្រាន់តែប៉ុណ្ណេះស្រាប់តែខ្មោចនោះលេចមុខមកផ្លេតខ្ញុំមកប៊ីរត់ដែរនឹងបើមកអត់ប្រាប់ថាមកពីមុខឬពីក្រោយបើចេញមកនៅមុខស្រស់ដែរនឹងតែខ្ញុំបានតាំងចិត្តយ៉ាងច្បាស់ថាកុំឲ្យតក់ស្លុតរួចក៏បន្តសួរតែហេតុអ្វីបានជាអ្នកមកនៅទីនេះខ្មោចនោះមិននិយាយអីទេព្រោះតែជាក់ស្ដែងទោះជានិយាយខ្ញុំក៏ស្ដាប់អត់ឮហើយក៏ស្ដាប់អត់បានហេតុនេះខ្ញុំក៏បានសូមឲ្យនាងជួយបញ្យល់សុបិនដល់ខ្ញុំផងដើម្បីអាចជួយនាងបានថាតែប៉ុណ្ណេះនាងក៏បាត់ភ្លាមខ្ញុំក៏ដើរមកផ្ទះវិញលុះយប់ជ្រៅខ្ញុំពិតជាបានយល់សុបិនមែនតែមិនមែនឃើញខ្មោចស្រីនោះទេបែរជាឃើញកូនក្មេងស្រីអាយុប្រហែល5ឆ្នាំទៅ6ឆ្នាំកំពុងតែលេងជាមួយនឹងប្រអប់វ័យម្យ៉ាងរួចក៏រលាយបាត់ទៅខ្ញុំភ្ញាក់ពីយល់សុបិនកើតចិត្តមិនទិលណាស់ព្រឹកឡើងក៏សាកសួរអ្នកភូមិបែរនោះសង្ឃឹមថាពួកគាត់នឹងដឹងរឿងខ្លះពិតមែនលោកយាយសាយគាត់បានប្រាប់ថា
តាមពិតហេតុការណ៍នេះអ្នកភូមិគេឃើញគ្រប់គ្នាប៉ុន្តែនាងមិនដែលធ្វើបាននរណាទេហើយគ្មាននរណាដឹងថាជាខ្មោចនរណាទេប៉ុន្តែដីនោះដូចជាមានកូនក្មេងម្នាក់ស្លាប់អាចជានាងទេដឹងខ្ញុំក៏ឆ្ងល់ក៏សុំឲ្យលោកយាយគាត់និយាយរឿងរ៉ាវប្រាប់លោកយាយបានប្រាប់ដំណើររឿងថាដីម្ដុំនោះត្រូវបានអ្នកនៅភ្នំពេញបានទិញបំណងចង់ធ្វើផ្ទះកំសាន្តដល់ជីកស្រះទឹកដាក់ចិញ្ចឹមត្រីហើយរៀបចំកញ្ចោះច្រើនទៀតគាត់មានកូនស្រីអាយុប្រហែលជា5ឆ្នាំនាងឈ្មោះស្រីភីមក្រោយពីកាយស្រះរួចគាត់ក៏បាននាំប្រពន្ធនឹងកូនមកលេងនឹងដើររោជាងដើម្បីរៀបចំកញ្ចោះផងប៉ុន្តែថ្ងៃនោះមេឃភ្លៀងខ្លាំងណាស់គាត់ក៏បាននាំប្រពន្ធនឹងកូនសម្រាប់ក្នុងតង់ដោយសារតែមេឃភ្លៀងមិនឈប់គាត់ក៏សម្រេចចិត្តជិះឡានតារ៉ូទិញម្ហូបនិងបាយហូបដោយទុកឲ្យប្រពន្ធនៅជាមួយកូនមេឃត្រជាក់ប្រពន្ធគាត់ក៏បានដេកលក់បាត់ចំណែកឯកូនស្រីនោះនាងប្រហែលជាចង់លេងទឹកភ្លៀងមិនដឹងថានឹងទៅលេងទឹកពីណាទេពេលគាត់មកដល់ឃើញតែប្រពន្ធដេកលក់តែបាត់កូនក៏ដាស់ប្រពន្ធនាងក៏មិនបានដឹងថាកូនតាណាដែរហើយមេឃនៅតែភ្លៀងជាប់ទាំងពីរនាក់ភ័យណាស់ក៏ដើររកកូនពេញដីមិនឃើញក៏រត់ទៅសួរអ្នកជិតខាងក៏មិនបានឃើញពួកគាត់សង្ស័យក្នុងចិត្តសោះតែមួយកន្លែងទេគឺស្រះទឹកគាត់បានពឹងប្រុសក្នុងភូមិឲ្យជួយរាវរកដោយសារតែស្រះនោះជ្រៅផងហេតុនេះមនុស្សប្រុសពេញកម្លាំង6នាក់រកជិត1ម៉ោងទីបំផុតគឺប្រទះឃើញកូនស្រីគាត់តែអ្វីបានត្រឹមហួសពេលម្ដាយយំស្រែកជាកំហុសម៉ាក់កូនសម្លាញ់ម៉ាក់មិនចង់រស់ទេគ្រប់គ្នាពិតជាតក់ស្លុតនឹងរន្ធត់ចិត្តណាស់ប៉ុន្តែមិនអាចជួយអ្វីបានទេព្រោះនាងបានបាត់បង់ជីវិតទៅហើយក្រោយពីមានរឿងនេះម្ចាស់ដីនេះបានទុកដីចោលតែបានសាងសង់ភ្នូរនាងនៅទីនេះនឹងបានមកសែនរាល់ឆ្នាំហ្នឹងរឿងនេះកើតយូរហើយជិត10ឆ្នាំហើយថាម៉េច10ឆ្នាំខ្ញុំលាន់មាត់អញ្ចឹងយាយមានស្គាល់លេខទូរស័ព្ទម្ចាស់ដីទេខ្ញុំចង់ជួបគាត់លោកយាយបានឲ្យលេខទូរស័ព្ទមកខ្ញុំព្រោះគាត់មានសរសេរទុកនឹងថ្នាំផ្ទះខ្ញុំបានតាក់ទងទៅគាត់នឹងបានប្រាប់ពីហេតុការណ៍ដែលខ្ញុំបានជួបនឹងបានយូសបិនគាត់ក៏បានធ្វើដំណើរមកដីនោះជាមួយប្រពន្ធរបស់គាត់ហើយបានប្រាប់ថាប្រអប់ដែលខ្ញុំបានយូសបិនឃើញនោះគឺជាប្រអប់ឈើប្រណិតដែលគាត់បានដាក់សម្ភារៈថ្ងៃខួបកំណើតឲ្យនាងប្រហែលជានាងមិនដាច់ចិត្តពីរបស់នោះហើយទើបវិញ្ញាណក្ខន្ធមិនព្រមទៅណាគាត់ក៏បានរកអ្នកដែលមានម៉ាស៊ីនបូមទឹកស្រះនោះចេញអស់មួយព្រឹកពេញទីបំផុតស្រះនេះក៏រីងខ្ញុំក៏បានចោះជួយទៅដើររកប្រអប់នោះដោយសារតែយូរឆ្នាំផងភក់ក៏ច្រើនពិតជាមានការលំបាកណាស់ប៉ុន្តែដោយសារតែមានការជួយពីក្មេងៗក្នុងភូមិជាច្រើនអ្នកផងទីបំផុតយើងក៏បានរកឃើញប្រអប់នោះពិតមែនហើយសំណាងល្អដែលប្រអប់នោះមិនផុយពុកខ្លាំងទើបទឹកមិនជ្រាបចូលសម្ភារៈនៅល្អទាំងអស់ក្នុងនោះមានខ្សែកមួយខ្សែកងដៃមួយគូកូនតុក្កតាកូនកំមុំមួយនិងរូបគំនូដែលនាងគូដោយខ្លួនឯងជារូបគ្រួសាររបស់នាងពេលដែលប៉ានាងឃើញគំនូនោះគាត់ហូរទឹកភ្នែកនឹកស្រណោះកូនគាត់ក៏យកសម្ភារៈនោះទៅធ្វើពិធីសែនឲ្យនាងរួចក៏បានយកទៅលក់បានលុយយកទៅធ្វើចង្ហាន់ព្រះគេនព្រះសង្ឃសូមឲ្យនាងបានទទួលអ្នកផលផងហើយទៅចាប់ជាថ្មីទៅក្រោយពីធ្វើបុណ្យហើយរួចរាល់ខ្ញុំក៏បានយកសុបិនឃើញនាងមកម្ដងទៀតដល់ពេលនេះនាងបានបង្ហាញរូបរាងជាថ្មីជានារីពេញវ័យជំទង់ម្នាក់នឹងញញឹមមកលាខ្ញុំក្រោយពីនោះខ្ញុំក៏លេងបានឃើញមានព្រលឹងនៅឈរតន្ទឹងចាំនៅដីនោះទេហើយខ្ញុំក៏បានទូរស័ព្ទប្រាប់ប៉ារបស់នាងឲ្យដឹងគាត់ក៏បានសប្បាយចិត្តហើយគាត់ក៏បានប្រាប់ថាគាត់តែងតែធ្វើបុណ្យនៅថ្ងៃសិលដើម្បីជូនផលបុណ្យឲ្យនាងហើយការអរគុណដែលខ្ញុំបានជួយឲ្យគាត់រកឃើញគំនូរគ្រួសារដែលជារបស់នាងគូនិងជារបស់ដែលនាងស្រឡាញ់បំផុតខ្ញុំពិតជាសប្បាយចិត្តណាស់ដែលបានជួយគាត់ហើយក៏បានស្រក់ទឹកភ្នែកអាណិតនាងដែរទៅបានចាក់ចេញពីគ្រួសារទាំងវ័យក្មេងហើយរឿងនេះក៏បានដល់ទីបញ្ចប់ហើយក៏សូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានទស្សនាដល់ចប់សូមអរគុណហើយសូមជម្រាបលាជួបគ្នាវីដេអូក្រោយ